Cambodia, poultry farming plays a vital role in rural livelihoods, food security and local markets. However, smallholder farmers face challenges in production efficiency and fulfill market demand. In Takeo Province, the Asian Chicken Genetic Gains ASCGG project is addressing these gaps through community chicken breeding program, farmer training and value chain development. Although the poultry production is increased at the moment, but most people still prefer the local chicken breed. That's why this project is focused on help farmer in Takeo Province to improve their school breed to meet the market demand. The ASCGG project has launched several initiatives, including Participatory Indigenous Chicken Breeding Improvement Program (PIC-BIP), which began in June 2023. As part of the Kiwi Breed Improvement Program, 3 nucleus farms were selected to participate. Through farmer training in artificial insemination, parent stock management, biosecurity, and data collection from breeding flocks, the project aims to develop a dual-purpose chicken breed for both meat and egg production. The goal is to enhance growth rates, improve egg production, and boost overall farm productivity. ចំពោះអ្វីដែលគម្រោងបានមកដាក់នៅក្នុងខេត្តតាហើយវាជាចង់គោលដៅសម្រាប់អ្វីដែលកសិករគាត់ត្រូវការប្រភេទមាន់ហ្នឹងតែមួយទៀតខ្ញុំគិតថាវាសម្រាប់ទីផ្សារល្អដែរក្នុងការលក់កូនទៅខេត្តផ្សេងៗណាខេត្តផ្សេងៗអញ្ចឹងខ្ញុំសប្បាយចិត្តហើយមួយទៀតគឺគិតថាបើសិនណាអាចបរិយាបន្ថែមសម្រាប់ដំណាក់កាលទី2ទៅកសិករផ្សេងមួយចំនួនទៀតអានឹងធ្វើឲ្យឆាប់បានច្រើនទៀតខ្ញុំគិតថា3ក៏មាននៅទីដែរណា3ក៏នៅទីដែរគឺព្រោះឯគោលបំណងរបស់យើងគឺយើងផ្សព្វផ្សាយទូទាំងប្រទេសហើយខ្ញុំសូមបញ្ជាក់បន្ថែមទីទៀតថាគម្រោងនេះឯកឧត្តមអគ្គបាទក៏គាត់សប្បាយចិត្តដែរព្រោះអីកន្លងមកថាមន់ខ្មែរចឹងសួរទូ25លេខធានីខែជួមន់ខ្មែរមិនមានពីណាដឹងថាមន់ខ្មែរមិនមានតែនឹងមន់ខ្មែរតែយើងគិតថាមន់ខ្មែរគឺមន់តែចំនេះធន់ចឹងធន់ក្នុងអាកាសធាតុហើយយើងមានរសជាតិឆ្ងាញ់អញ្ចឹងណាមានរសជាតិឆ្ងាញ់ A key transformation is that farmers can now record data, inseminate hens, select chicks based on body weight, and hatch the next generation, empowering them with greater control over breeding outcomes. These advancements have gained widespread attention from both media and farmers across the province and nationwide. Farmers report higher productivity, increased income, and better market demand for their chickens. คนអត្ថប្រយោជន៍ដែលខ្ញុំបានការកែលម្អពូជមាន់មកដល់រាល់ថ្ងៃនេះឃើញមានចំណុចសំខាន់មួយចំនួនដែលកែប្រែជីវភាពគ្រួសារនិងកែប្រែទម្លាប់ខ្ញុំចំនួនហើយនឹងលើកតម្កើងជីវភាពគ្រួសារខ្ញុំបានមួយកម្រិតដែលនិយាយទៅគឺទី1គឺមានឱកាសខ្ញុំធ្វើការនៅក្នុងផ្ទះផ្ទាល់មានអានឹងគឺជាឱកាសការងារមួយដែលខ្ញុំបង្កើតហើយខ្ញុំធ្វើដោយខ្លួនឯងទទួលផលខ្លួនឯងហើយគឺទទួលបានប្រាក់ចំណូលហ្នឹងគឺអាចផ្ដល់សម្រាប់កូនទៅរៀននៅថ្នាក់ឧត្តមសិក្សានៅភ្នំពេញហ្នឹងក៏បានដោយសារការចិញ្ចឹមមាន់ហ្នឹងមួយចំនួនធំ ហើយពូជមាន់ស្គួយនេះកាលយើងអត់ទាន់ចូលគម្រោងហើយបានន័យថាអត់ទាន់មានឈ្មោះខ្លាំងទេដល់ពេលយើងចូលគម្រោងមកពូជមាន់ស្គួយហ្នឹងគឺមានឈ្មោះខ្លាំងដោយសារទី1យើងឲ្យលក់ចេញទៅក្រៅទៅវាអាចថាគេយកទៅចិញ្ចឹមតថាពូជហ្នឹងវាគីឡូធ្ងន់ហើយសុខភាពវាអត់សូវឈឺវាធន់នឹងជំងឺដែរ ព្រមគឺស្អាតតម្លៃវាខុសមុនគឺថាតម្លៃឲ្យបានថាថ្លៃជាងមុនខុសគ្នាបើមាន់ខ្សែសុទ្ធឲ្យថាចម្រុះក្នុង100យើងលក់បាន32 33អញ្ចឹងបើយើងលក់នេះវាបាន37 38ដែរក្នុង100 38 ចំហ្នឹងគឺវាល្អជាងមុនទី1
ការយើងធ្វើប្រកាត់មន់ពូជយើងធ្វើស្ពែមយើងដាក់ត្រង់ទីមួយទៅវាកាត់បន្ថយការឈឺដែរព្រោះមេមន់កាលណាយើងដាក់ត្រង់ស្ពែមវាអត់មានដើរតណាប្រទេសដែរនៅកន្លែងអញ្ចឹងវាអត់មានឆ្លងជំងឺអីចូលប្រទេសដែរព្រោះយើងនៅមកកន្លែងវាអត់មានដើរខ្សែធាទៅក្រៅវិញ Looking ahead, the ASCGG project is committed to further improving the kiwi breed, strengthening biosecurity measures and expanding its impact to more farmers. As Cambodia's smallholder poultry sector grows, this initiative stands as a model of sustainable development, one that empowers communities, preserves local breeds, and creates a brighter future for all.